ឈ្នះលើស3គ្រាប់នៅជើងទី1ក៏មិនប្រកាសថាអាចឡើងវគ្គបន្តដែរបើយើងរំលឹកពីព្រឹត្តិការណ៍ comeback ទាំងអស់នេះសួស្តីឆ្នាំថ្មីជំរាបសួរខ្ញុំកូនបានមាសជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីក៏ដូចជានៅក្នុងឆ្នាំថ្មីការឈ្នះជើងទី1លើស3គ្រាប់ក៏មិនអាចមានការសង្ឃឹម 100% ថាអាចឡើងវគ្គបន្តបានដែរបើសិនជាមានការវាយបកនៅជើងទី2វិញតោះយើងមករំលឹកពីការវាយបកឬហៅថា comeback លើសពី3គ្រាប់នៅក្នុងប្រវត្តិ UEFA Champions Leagueកាលពីវគ្គពាក់កណ្ដាលប្រៃព្រាត់ Champions League រដូវកាល2018-2019 នៅជើងទី1 Barcelona បានប្រកួតឈ្នះ Liverpool ដល់ទៅ3-0ក៏ប៉ុន្តែនៅជើងទី2 Liverpool នៅក្នុងទឹកដីបានវាយបកដាក់ទៅកាន់ Barcelona វិញ4-0ដែលធ្វើឲ្យលទ្ធផលទាំងពីរជើងគឺ Liverpool បានឈ្នះ Barcelona 4-3ហើយក៏បានឡើងវគ្គប្រៃព្រាត់កាលពីវគ្គ8ក្រុម Champions League រដូវកាល2003-2004 វិញកាលពីជើងទី1នោះគឺ AC Milan បានយកឈ្នះទៅលើ Deportivo La Corona 4-1ក៏ប៉ុន្តែនៅជើងទី2 Deportivo La Corona ក៏បានយកឈ្នះទៅលើ AC Milan 4-0វិញដែលធ្វើឲ្យទាំងពីរជើងគឺ Deportivo La Corona មានព្រៀបហើយក៏បានឡើងទៅដល់វគ្គពាក់កណ្ដាលប្រៃព្រាត់មិនត្រឹមតែការឈ្នះ3គ្រាប់អាចវាយបកបានវិញនោះទេក៏ប៉ុន្តែសូម្បីតែ4គ្រាប់ក៏មានប្រវត្តិថាអាចវាយបកបានឈ្នះឡើងវគ្គបន្តផងដែរនៅ Champions League វគ្គ16ក្រុមកាលពីរដូវកាល2016-2017ជើងទី1 PSG បានយកឈ្នះទៅលើ Barcelona ដោយលទ្ធផលដល់ទៅ4-0ក៏ប៉ុន្តែនៅជើងទី2 Barcelona បានវាយបកក្នុងលទ្ធផលរហូតដល់6-1ទល់នឹង PSG វិញដូច្នេះ Barcelona ក៏បានឡើងទៅវគ្គបន្តយ៉ាងមិនគួរឲ្យជឿតែម្ដងចាខ្ញុំរំលឹករឿងទាំងអស់នេះមិនមែនចង់និយាយបែបណានោះទេគ្រាន់តែថារឿងអ្វីក៏អាចកើតឡើងបានផងដែរនៅក្នុងប្រវត្តិ Champions League យ៉ាងណាមិញនៅរដូវកាលនេះចំពោះករណីដែល Arsenal បានយកឈ្នះលើ Real Madrid 3-0នៅក្នុងជើងទី1ហើយ Barcelona បានយកឈ្នះទៅលើ Borussia Dortmund 4-0ខណៈដែល PSG យកឈ្នះទៅលើ Aston Villa 3-1នោះខ្ញុំជឿថាអាចពិបាកមានការវាយបកដើម្បីឡើងវគ្គបន្តដោយយោងទៅលើទម្រង់លេងនៃក្រុមទាំងអស់នេះបើថាអាចវាយបកត្រឹមឈ្នះគឺខ្ញុំជឿថាអាចទៅរួចក៏ប៉ុន្តែបើថាវាយបកដើម្បីទម្លាក់ក្រុមមួយទៀតឲ្យខ្លួនឯងបានឡើងទៅវគ្គបន្តខ្ញុំគិតថាគឺមិនងាយនោះទេចា៎ណាមិញយើងចាំអត់មើលទាំងអស់គ្នានៅរំលងអាត្រាតថ្ងៃអង្គារនិងថ្ងៃពុធនាសប្តាហ៍នេះអរគុណច្រើនហើយក៏ដូចជាសូមយកឱកាសនេះជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូមទេវតាឆ្នាំថ្មីតាមថែរក្សាលោកអ្នកនាងជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសុភមង្គលនៅក្នុងគ្រប់ក្រុមគ្រួសារសំតាមបុណ្យកុសលដែលលោកអ្នកនាងបានសាង